ជាស្នាដៃឯកជនរបស់ខ្ញុំហ្មងគឺយើងធ្វើជា Apsara Bearer ដែលយើងលក្ខណៈទម្រង់ Apsara ខ្មែរនារីយើងកាច់កាភ្លើងហើយជន់លើផែនដីដែលចង់និយាយពីការបញ្ឈប់សង្គ្រាមដោយការឈប់ប្រើប្រាស់អាវុធបាទហើយរូបហ្នឹងបានលក់ទៅដល់សាកលវិទ្យាល័យ University of Michigan ខ្ញុំឈ្មោះអុកចំវិចិត្រសប្តាហ៍ថ្ងៃជាមន្ត្រីរាជការហើយនឹងសល់ពេលទំនេរខ្ញុំធ្វើការងារជាលក្ខណៈស្នាដៃសិល្បៈដែលពាក់ព័ន្ធនឹងការរចនាចម្លាក់គ្រប់ប្រភេទតែជាទូទៅយើងផ្ដោតនៅក្នុងរោងជាងសិប្បកម្មពាក់ព័ន្ធនឹងការងារដែកបាទតែការងារចម្លាក់ផ្សេងៗគឺយើងធ្វើជាទូទៅបានក្នុងការធ្វើម៉េចឲ្យវាបង្កើតការច្នៃប្រឌិតដើម្បីឲ្យ support ទៅតាមទីតាំងដែលអតិថិជនក៏ត្រូវការងារពាក់ព័ន្ធនឹងស្នាដៃនេះគឺយើងធ្វើតាំងពីនៅរៀនបាទតាំងពីនៅរៀនយើងធ្វើតាំងពីដូចជាចូល97ហើយយើងព្យាយាមតាំងពី97មកបាទគឺយើងធ្វើម៉េចយើងបន្តកុំឲ្យដាច់បាទបើយើងដាក់ចិត្តដាក់កាយធ្វើការងារខាងហ្នឹងហើយយើងសំ credit ដើម្បីឲ្យគេស្គាល់បាទអញ្ចឹងវាមានអតិថិជនមានក្នុងស្រុកមានក្រៅហើយការងារខ្លះយើងធ្វើលក់ទៅដល់អាមេរិកបាទដល់អូស្ត្រាលីដល់អីចឹងទៅគេទិញយកទៅបាទហើយនឹងក៏បានជួយផលិតរូបធំសម្រាប់រដ្ឋាភិបាលដូចជាការធ្វើចម្លាក់កាភ្លើងនៅបាត់ដំបងចម្លាក់នៅកំពង់ធំចម្លាក់នៅវត្តភ្នំអញ្ចឹងអានឹងសិតតែការងារសង្គមហើយនឹងការងារ UNDP បាទយើងពាក់ព័ន្ធនឹង Landmark ដែលគេធ្វើពីមីនដើម្បីយកទៅផ្សព្វផ្សាយសូមជំនួយមកឧបត្ថម្ភដល់រដ្ឋាភិបាលយើងវិញពីការងារដែលយើងធ្វើមករដ្ឋាភិបាលគឺជាស្នាដៃឯកជនរបស់ខ្ញុំហ្មងគឺយើងធ្វើជា Apsara Bearer ដែលយើងលក្ខណៈទម្រង់ Apsara ខ្មែរនារីយើងកាច់កាភ្លើងហើយជន់លើផែនដីដែលចង់និយាយពីការបញ្ឈប់សង្គ្រាមដោយការឈប់ប្រើប្រាស់អាវុធបាទហើយរូបហ្នឹងបានលក់ទៅដល់ Michigan សាកលវិទ្យាល័យ University of Michigan គម្រោងដែលធ្វើម្ដងហ្នឹងវាមានឆ្នាំក៏មាន3ខែក៏មាន1ខែក៏មានបាទការងារកន្លះខែក៏មានការងារមួយសប្តាហ៍ក៏មានដែរគ្រាន់ថាអ្វីដែលការគិតថ្មីទី1យើងត្រូវការ design បាទយើង design មកឆ្លងគ្នាទៅវិញទៅមកហ្នឹងបើចំណាយពេលគាត់ឆាប់ត្រូវលឿនទៅវាធ្វើការងារហ្នឹងបញ្ចប់តែ1ខែ2ខែហ្នឹងគឺកំណត់បានហ្មងបាទសំខាន់ការងារ design ទៅត្រូវហើយគឺយើងធ្វើការងារហ្នឹងទៅតាមគំនិតដែលយើង support មួយអតិថិជនហ្នឹងគឺយើងអាចនឹងដាក់ពេលវេលាបានទៅតាមទំហំជាទូទៅគ្រប់ស្ថានភាពមានអង្គការមានក្រុមហ៊ុនមានរដ្ឋមានគ្រួសារបាទដែលគាត់ឃើញតាមប្រព័ន្ធsocialផ្សេងហើយនឹងគាត់ប្រាប់តគ្នាបាទអញ្ចឹងចម្រុះដោយសារជាទូទៅដូចនេះខ្ញុំអាចធ្វើបានឈើថ្មដែកអីផ្សេងខ្ញុំអាចធ្វើបានច្រើនបាទតែពេលអញ្ចឹងធ្វើឲ្យការងាររបស់យើងហ្នឹងគេអាចនឹងមករកយើងបានច្រើនតាមការសង្កេតរបស់ខ្ញុំដូចជាមិនជាច្រើនប្រហែលទេបាទពាក់ព័ន្ធនឹងដែកតែជាទូទៅយើងនៅទទួលស្គាល់ពាក់ព័ន្ធនឹងការងារស្ពាន់ការងារស្មិតបាទការងារបុរាណបាទតែការងារនេះគឺពាក់ព័ន្ធនឹងការងារច្នៃប្រឌិតដែលយើងធ្វើទោះបីថាវាជាទម្រង់បុរាណក៏ត្រូវតែកែសម្រួលរៀបចំវាឲ្យវាមានភាពថ្មីមួយដោយឡែកបាទមិនថាជាដែកជាថ្មជាឈើជាស្ពាន់ជាស៊ីម៉ង់គឺខ្ញុំតែងតែ design ឲ្យវាចូលគ្នាក៏បានមួយក៏ដាច់ដោយឡែកមួយក៏សម្របសម្រួលវាឲ្យវាទៅជាសិល្បៈថ្មីមួយដើម្បីឲ្យលក្ខណៈថាអតិថិជនគាត់ខ្មែរក៏គាត់ទទួលបានបរទេសក៏គាត់ទទួលបានបាទអតិថិជនដែលគាត់ឆ្លាញ់បុរាណក៏បានឆ្លាញ់សម័យក៏បានឆ្លាញ់ថាសម័យក៏បានបាទយើងអាចសម្របសម្រួលបាន